រឿងនាគទេវបុត្រគុណនៃការបូជាផ្កាឈើដល់ព្រះចេតិយកាលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តចេតពុនកាលនោះព្រះមោគលានបានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធនិមន្តទៅកាន់ទេវលោកដើម្បីពិនិត្យមើលទិព្វសម្បត្តិរបស់ទេវតាក្នុងឆកាមាសួរព្រះសម្ពុទ្ធក៏ទ្រង់អនុញ្ញាតឲ្យទៅដល់ឋានតាវតឹងបានឃើញទេវបុត្រមួយរូបជិះដំរីមាសធំសម្បើមអស្ចារ្យមានអវយវៈទាំងអស់សសុទ្ធដំរីនោះមានភ្លុកវែងវែងក្នុងភ្លុកនីមួយមានស្រះប៉ោករណីមួយក្នុងស្រះមួយមានផ្កាឈូក7ក្នុងផ្កាឈូកមួយមានស្រីទេពអប្សរមួយច្រៀងប្រគំដេញដូរតន្ត្រីថ្វាយដល់ទេវបុត្រនោះព្រះមោគលានបាននិមន្តឈរអំពីមុខដំរីនោះទេវបុត្របានឃើញហើយក៏ចុះទៅថ្វាយបង្គំដោយសេចក្តីគោរពថ្វាយបង្គំរួចព្រះមោគលានមានថេរដីកាសួរអំពីឈ្មោះនិងប្រវត្តិរបស់ទេវបុត្រនោះទេវបុត្រនោះបានទូលតបថេរដីកាថាខ្ញុំព្រះករុណាឈ្មោះនាគទេវបុត្រការសាសនាព្រះសម្ពុទ្ធទ្រង់ប្រណិមកាសបៈព្រះអង្គបរិនិព្វានហើយការនោះពួកមហាជននាំគ្នាដង្ហែព្រះសារីរិកធាតុទៅបញ្ចុះក្នុងចេតិយមាសកម្ពស់1 យោជន៍ហើយនាំគ្នាយកផ្កាភ្ញីទៅបូជាព្រះចេតិយក្នុងសម័យនោះខ្ញុំព្រះករុណាបានកើតជាឧបាសកមួយរូបមានសទ្ធាជឿជាក់ក្នុងគុណព្រះរតនត្រ័យបានយកលុយ8កហបណៈទៅទិញផ្កាអំពីនាយមាលាកាម្នាក់ពេលនោះផ្កាក្រជាទីបំផុតក្នុងសួនរបស់នាយមាលាកានោះរកផ្កាមួយទងគ្មានឡើយព្រោះមហាជននាំគ្នាទិញផ្កាបូជាព្រះចេតិយគ្រប់គ្នានាយមាលាកាបានប្រាប់ខ្ញុំព្រះករុណាថាបើអ្នកត្រូវការខានមិនបានអញ្ជើញទៅរកមើលខ្លួនឯងចុះខ្ញុំព្រះករុណាក៏បានចូលទៅក្នុងសួនខំរកមើលតាំងពីដើមសួនរហូតដល់ចុងសួនឃើញផ្កា8ទងជ្រុះនៅក្បែរគល់ខ្ញុំព្រះករុណាក៏រើសយកទៅបង្ហាញនាយមាលាកាឲ្យថ្លៃ8កហបណៈមាលាកាមិនព្រមយកបែរជានិយាយថាផ្កានេះជាលៀបរបស់អ្នកហើយអ្នកអញ្ជើញយកចុះខ្ញុំព្រះករុណាក៏យកទៅបូជាព្រះចេតិយនោះទៅក្នុងកាលជាខាងក្រោយមកខ្ញុំព្រះករុណាធ្វើមរណកាលក៏បានមកកើតនៅក្នុងទីនេះតែម្ដងព្រះមោគលានបានជ្រាបដំណឹងនោះហើយក៏និមន្តហួសទៅកាន់ទីដទៃទៀតទៅប្រជុំនៃទានជាដករឿងទុដ្ឋកុមារការច្រណែនតែងដុតសត្វលោកក្នុងកាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គព្រះនាមកិត្តវាស័កសោយរាជសម្បត្តិក្នុងក្រុងពារាណសីព្រះរាជាមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមទុដ្ឋកុមារបានធ្វើជាឧបរាជថ្ងៃដែលកុមារនោះប្រសូតហៅបានទីថាព្រះរាជបុត្រនេះបើមិនបានទឹកក្នុងវេលាណានឹងទីវង្គតក្នុងវេលានោះព្រះរាជាបានជ្រាបហេតុដូច្នោះហើយទ្រង់ចាត់ចែងឲ្យជីកស្រះបោករណីទាំងខាងក្នុងទាំងក្រៅនគរឲ្យធ្វើជាមណ្ឌលសម្រាប់ដាក់ទឹកត្រង់ផ្លូវបែកជា4ទៀតថ្ងៃមួយទុដ្ឋកុមារឧបរាជស្ដេចយាងទៅឧទ្យានអំពីព្រលឹមលុះយាងទៅដល់ពាក់កណ្ដាលផ្លូវបានជួបនឹងព្រះបច្ចេកពុទ្ធមួយអង្គកំពុងនិមន្តទៅបិណ្ឌបាតពួកមហាជនទាំងឡាយបានឃើញព្រះបច្ចេកពុទ្ធនោះក៏នាំគ្នានិយាយសរសើរហើយថ្វាយបង្គំទៅគ្រប់គ្នាឧបរាជឃើញដូច្នោះហើយមានសេចក្តីច្រណែនក៏កើតឡើងទ្រង់ពិរោធជាខ្លាំងដោយទ្រង់ព្រះចិន្តាថាពួកមហាជនទាំងនេះដើរជាមួយនឹងអញដែលជាឥស្សរជនលើវាបែរជានាំគ្នានិយាយសរសើរថ្វាយបង្គំមនុស្សក្បាលត្រងោលទៅវិញទ្រង់ព្រះចិន្តាដូច្នោះហើយក៏យាងចុះអំពីដំរីស្ទុះកញ្ឆក់យកបាតពីប្រហោះព្រះបច្ចេកពុទ្ធបោះចោលទៅលើផែនដីហើយយកព្រះបាទជន់ជ្រិចឆ្លីបំបែកខ្ទេចខ្ទីអស់ទៅព្រះបច្ចេកពុទ្ធឃើញបានខ្ទេចខ្ទីអស់ហើយគ្រាន់តែមើលព្រះភ័ក្រគិតថាអោណោសត្វនេះវិនាសហើយតើក៏ហោះនិមន្តទៅកាន់ញោភ្នំនន្តមូលទៅខណៈនោះកម្មអាក្រក់ឲ្យផលដល់ឧបរាជធ្វើឲ្យក្តៅអន្ទះអន្ទែងក្រហល់ក្រហាយជ្រុបក្នុងទីនោះទឹកទាំងឡាយក៏រីងស្ងួតអស់សូម្បីតែទឹកក្នុងប្រឡាយក៏
ក៏រិញអស់ឥតសល់អូបរាញកាលបារកទឹកសោយមិនបានហើយក៏ទីបង្គត់ទៅធ្លាក់ខ្លួនទៅកើតនៅក្នុងនរកធំឈ្មោះអវិវិជ័យប្រជុំនិទានជាដករឿងក្អែកពោធិសត្វអ្នកសង្គ្រោះជាតិគួរកុំស្ដាយជីវិតក្នុងកាលកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជាតិជាសត្វក្អែកមានក្អែក80,000ចោមរួមជាបរិវារនៅក្នុងមហាព្រៃស្មសានថ្ងៃមួយមានបរោហិតរបស់ព្រះបាទពារាណសីម្នាក់ទៅមុជទឹកស្ទឹងនៅក្រៅនគរលុះមុជហើយក៏ត្រឡប់ចូលមកនគរវិញសម័យនោះមានក្អែកពីរទុំលើចុងកំពូលខ្លោងទ្វារនៃនគរក្អែកមួយនិយាយថាមនាលសម្លាញ់ខ្ញុំគិតជុះដាក់ក្បាលបរោហិតនេះក្អែកមួយខាត់ថាអ្នកកុំធ្វើយ៉ាងនេះឡើយត្បិតបរោហិតនេះជាអ្នកធំការមានពៀជាមួយនឹងអ្នកធំពិបាកណាស់ត្បិតអ្នកធំតែងតែខឹងហើយគេធ្វើឲ្យពួកក្អែកទាំងឡាយឲ្យវិនាសបានក្អែកមួយមិនស្ដាប់ក៏ជុះដាក់ក្បាលបរោហិតនោះទៅបរោហិតដឹងថាក្អែកជុះដាក់ខ្លួនហើយខឹងខ្លាំងណាស់បានចងពៀចំពោះពួកក្អែកទាំងឡាយតាំងពីពេលនោះមកគ្រានោះមានស្ត្រីកំពុងហាលស្រូវម្នាក់ស្រាប់តែមានពពែមួយទៅស៊ីស្រូវស្ត្រីនោះក៏ចោលពពែនឹងអង្កត់អស់ឆេះរោមសន្ធោសន្ធៅពពែក្តៅខ្លាំងណាស់រត់ទៅត្រដោះខ្លួននឹងខ្ទមស្លឹមមួយក្បែររូងដំរីរបស់ព្រះរាជាភ្លើងក៏ឆេះខ្ទមរៀលឆេះដល់រូងដំរីរលាកដំរីក្នុងរូងនោះជាច្រើនអ្នករសាដំរីមិនអាចមើលដំបៅដំរីនោះបានឡើយហើយក៏បានចូលទៅក្រាបទូលព្រះរាជាកាលនោះព្រះរាជាទ្រង់ត្រាស់សួរបរោហិតថាអ្នកដឹងថ្នាំលាបដំបៅដំរីឬទេបរោហិតក្រាបទូលថាបបិទ្ធមហារាជខ្លាញ់សត្វក្អែកពូកែបំផុតខាងលាបដំបៅដំរីព្រះរាជាត្រាស់ថាបើដូច្នោះអ្នកចូលសម្លាប់ក្អែកយកខ្លាញ់ឲ្យទៅពួកមដំរីឆាប់តាំងពីពេលនោះមកបរោហិតក៏បានបង្គាប់ឲ្យមនុស្សទាំងឡាយសម្លាប់សត្វក្អែកគ្រប់គ្នាដើម្បីយកខ្លាញ់អសន្តិសុខក៏កើតឡើងដល់ពួកក្អែកក្នុងពេលនោះជាខ្លាំងក្អែកព្រះពោធិសត្វបានដឹងហេតុនោះហើយមានសេចក្តីប្រាថ្នាដើម្បីសង្គ្រោះជាតិក៏នឹករលឹកដល់បុណ្យបារមីញ៉ាំងធម៌មេត្តាឲ្យកើតឡើងបានលះបង់ជីវិតហើរសម្ដៅចូលទៅតាមបង្អួចមហាប្រាសាទទៅក្រាបក្រោមអាសនៈព្រះរាជាក្នុងពេលនោះមនុស្សម្នាប្រុងទៅស្ទុះចាប់ព្រះរាជាទ្រង់ឃាត់មិនឲ្យចាប់ព្រះពោធិសត្វបានសម្រាកបន្តិចដើរចេញពីក្រោមអាសនៈមកថ្លែងការណ៍ទូលព្រះរាជាដោយបណ្ឌិតទៅវៀនហើយទូលថែមទៀតថាបរោហិតជាអ្នកមានពៀក្នុងពួកក្អែកបាននិយាយទូលព្រះអង្គថាក្អែកមានខ្លាញ់ធម្មតាសត្វក្អែកតាំងពីកាលណាមកមិនដែលមានខ្លាញ់ឡើយទើបពលគាថានិច្ចំឧបិកហតិយាសាពេលោកវិហេសិតាតថានេសង្ឃវិសានថេកានស្មាកញ្ញាតេណੰបពិតមហារាជធម្មតាក្អែកជាសត្វមានចិត្តញ័រភ័យប្រផ្លប់ជានិច្ចព្រោះមនុស្សលោកទាំងមូលចោមរួមបៀតបៀនហើយហេតុនេះបានជាខ្លាញ់របស់ពួកក្អែកទាំងឡាយដែលជាញាតិរបស់ទូលព្រះបង្គំនោះមិនមានព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងបានយកប្រេងក្រអូបលាបស្លាបហើយលើកនៅរាជសម្បត្តិបូជាដល់ក្អែកព្រះពោធិសត្វព្រះពោធិសត្វទ្រង់ថ្វាយរាជសម្បត្តិដល់ព្រះរាជាវិញបានទូលមានព្រះរាជាឲ្យស្ថិតនៅក្នុងសិល5ទើបសូមអភ័យដល់សត្វទាំងពួងព្រះរាជាទ្រង់អភ័យដល់សត្វទាំងអស់ហើយទ្រង់ព្រះរាជទានចំណីដល់ពួកក្អែកទាំងឡាយក្នុងពេលនោះចំណែកខាងព្រះពោធិសត្វទ្រង់ព្រះរាជទាននៅភោជនដែលព្រះអង្គតែងសោយឲ្យចនិចរាល់ថ្ងៃ